ជំរាបសួរលោកគ្រូអ្នកគ្រូគ្នានៅពេលនេះខ្ញុំនឹងបង្ហាញអំពីរបៀបចូលដាក់កិច្ចការផ្ទះសិស្សតាមរយៈ PLP អញ្ចឹងដំបូងយើងចូលទៅក្នុងគណនីដំបូងយើងចូលជ្រើសរើសថ្នាក់របស់យើងមកណាដូចខ្ញុំថ្នាក់ទី5យើងថ្នាក់ទី5ដាក់ហើយជ្រើសរើសភាសាខ្មែរដល់មកខ្ញុំជ្រើសរើសយកមុខវិជ្ជាណាដែលខ្ញុំមេរៀនណាដែលខ្ញុំរៀនដល់បាទអញ្ចឹងដល់មេរៀនទី9អញ្ចឹងដល់ពេលនោះខ្ញុំចូលទៅ copy កិច្ចការផ្ទះដាក់ឲ្យពួកគាត់អញ្ចឹងយើងចុចសញ្ញាពេញហើយយើងចុចពាក្យចម្លងនៅពេលហើយយើងចូលទៅក្នុងគណនីរបស់យើងមកជ្រើសយកពាក្យកិច្ចការផ្ទះនៅពេលចូលដល់កន្លែងហ្នឹងយើងចុចសញ្ញាបួកខាងលើមកដើម្បីបង្កើតកិច្ចការផ្ទះថ្មីអញ្ចឹងរងចាំបន្តិចដោយសារអត់ទាន់មានសេវាអញ្ចឹងរងចាំបន្តិចទៅបាទដោយសារអត់ទាន់មានសេវាអញ្ចឹងបាទតែអត់មានសេវាអញ្ចឹងអធិស្ឋានផងអញ្ចឹងចេញមកអញ្ចឹងខ្ញុំបាទទាំងកិច្ចការផ្ទះចំណងជាកិច្ចការនេះដាក់កិច្ចការផ្ទះបាទហើយថ្ងៃផុតកំណត់អញ្ចឹងហើយផុតកំណត់ខ្ញុំឲ្យគាត់ដល់ថ្ងៃច័ន្ទទី29ខែមិថុនានឹងអញ្ចឹងចុចពីអូខេបន្ទាប់មកយើងជ្រើសយកមុខវិជ្ជាដែលខ្ញុំ copy មកមិញគឺភាសាខ្មែរខ្ញុំជ្រើសយកភាសាខ្មែរមេរៀនយើងជ្រើសរើសយកមកមេរៀនទី9ដែលខ្ញុំ copy មិញហ្នឹងពេលវេលាជាប្រាក់សំណេរបាទបន្តមកដល់ឡើយនេះការពណ៌នាមបន្ថែមយើងចង់និយាយអ្វីក៏បានបាច់ក៏បានហើយចំនួននៃការបញ្ចូលយើងដាក់បានតែម្ដងឬក៏ច្រើនដងបាទខ្ញុំដាក់គាត់បញ្ចូលមកបានតែម្ដងទេអញ្ចឹងបានម្ដងខ្ញុំបិទវិញកន្លែងពណ៌នាមបន្ថែមនេះយើងមិនបាច់ដាក់អ្វីក៏បានដែរដល់ត្រង់កន្លែងនេះបើសិនជាលោកគ្រូបានបង្កើតជា file PDF លោកគ្រូចុចកន្លែងភ្ញាក់មកហើយគ្រូទៅយកកន្លែងទុកឯកសាររបស់គ្រូមកដាក់ក្នុងនឹងបាទប៉ុន្តែខ្ញុំអត់ទេខ្ញុំដាក់មេរៀនដែលខ្ញុំ copy ពីក្នុង PLP នេះហ្នឹងមកអញ្ចឹងចូលកន្លែងហ្នឹងហើយខ្ញុំវីដេអូអញ្ចឹងខ្ញុំដាក់ចំណងជើងមេរៀនរបស់ខ្ញុំគឺមេរៀនទី9បាទវីដេអូមេរៀនទី9បាទហើយមកដល់កន្លែងដំណើរភ្ជាប់នេះយើងចុចតែនឹងឲ្យជាប់មកហើយយើងផាសរបស់ខ្ញុំ copy មិញមកបន្តមកយើងចុចពីរសារទុកបាទប៉ុណ្ណឹងការបង្កើតកិច្ចការផ្ទះហើយយើងអូសទៅលើមកដើម្បីយើងចុចពាក្យបញ្ជូនបាទរងចាំបន្តិចចឹងយើងពិនិត្យមើលមកតើការបង្កើតរបស់យើងគ្រប់ជ្រុងជ្រោយដែរឬនៅនេះគឺជាវីដេអូដែលយើងបានដាក់ដំណើរខ្យល់អំបញ្ញមិញបន្តមកយើងចុចអាខ្មៅនៅខាងស្ដាំហ្នឹងខាងក្រោមឈ្មោះគណនីរបស់យើងហ្នឹងដើម្បីយើងដាក់បញ្ជូនទៅជោគជ័យអញ្ចឹងនៅខាងលើនេះគឺកិច្ចការផ្ទះដែលខ្ញុំបានបង្កើតនៅក្នុងថ្នាល PLP អំបញ្ញមិញអញ្ចឹងកាលណាយើងដាក់បញ្ជូនហើយវានឹងលួចទៅដល់គណនីរបស់សិស្សគ្រប់គ្នាបាទអញ្ចឹងខ្ញុំចុចពិនិត្យមើលម្ដងទៀតបាទអត់មានអីការកែប្រែទេអញ្ចឹងខ្ញុំអាចចាក់ចេញមកវិញបាទសូមអរគុណ